bạnនៅក្នុងនេះខ្ញុំបានបន្តទៀតតកតងជាមួយនឹងការបង្កើត component បាទដែលយើងបានរៀនពីវីដេអូមុនខ្ញុំបានបង្កើតទៅលើ project Redol ហើយអញ្ចឹងកន្លែងនេះយើងត្រូវការបង្កើត component ធ្វើម៉េចបានខ្ញុំបង្កើត component មកបានបាទតោះអញ្ចឹងកន្លែងនេះជាទូទៅយើងឃើញមានរបស់គេ snap នៅក្នុង src នេះតើណាបាទអញ្ចឹងកន្លែងនេះខ្ញុំនឹងលុបចោលអស់ហើយខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាអំពីការបង្កើតថ្មីតែម្ដងកន្លែងនេះយើងលុបចោលអស់មកយើងទុកតែមួយបាទនេះទុកមើលជាគំរូគឺ main បាទចុង main នេះគឺយើងប្រើសម្រាប់ link ភ្ជាប់ជាមួយនឹង HTML index ផងយើងនេះបាទអញ្ចឹងដើម្បីទៅ សេកូដយកមកបង្ហាញបានយើងត្រូវធ្វើការនេះចាប់ទៅលើ root ចេញពី HTML index ផងយើងនេះដោយសារទៅលើ file ផងយើងដើម្បីទៅសេកូដមកហើយយើង run នៅលើ web page បានគឺយើង run តាមរយៈនេះ index.html នឹងឯងបាទហើយក្នុងនេះគឺយើងបានធ្វើការ link style sheet ជាមួយនឹង JavaScript របស់យើងឬក៏ JSX ផងយើងនេះបាទអញ្ចឹងនៅពេលដែល link ហើយគឺយើងអាចទៅសេកូដចាប់ទៅលើ ID ចេញពី HTML យកមកបង្ហាញទៅន័យបាននេះបាទអញ្ចឹងកន្លែងនេះខ្ញុំនឹងបង្ហាញទៅលើការប្រើវាអញ្ចឹងខ្ញុំលុបកូដចោលអស់នៅក្នុង main ហ្នឹងមកបាទអញ្ចឹងកន្លែងនេះខ្ញុំទៅសេកូដដើម្បីធ្វើការបង្ហាញពាក្យ hello world នៅក្នុងដោយបោះតម្លៃចូលមកក្នុង HTML ផងយើងនេះអញ្ចឹងក្នុងនេះខ្ញុំបានលុបចោលហើយយើងមើលកន្លែងដែលយើងបាន run យើងសាក refresh មកគេអត់មានអីទេតោះអញ្ចឹងខ្ញុំទៅសេ hello world ចេញទៅដោយតាមរយៈmain.js នេះអញ្ចឹងទី1យើងត្រូវធ្វើការទៅសេកូដចាប់នេះចាប់ route នេះហើយយើងបោះតម្លៃតាមរយៈ route នោះយកមកបង្ហាញវិញបាទតោះអញ្ចឹងកន្លែងហ្នឹងខ្ញុំធ្វើការ import ទៅលើ file មួយគឺ create root អញ្ចឹងខ្ញុំដាក់មក import ហើយខ្ញុំបើកទៅលើ curly bracket មួយមកខ្ញុំដាក់ថា create root បាទអញ្ចឹងខ្ញុំ import file នេះមកគឺដើម្បីខ្ញុំអាចធ្វើការ display ទៅលើទិន្នន័យចេញពី main នេះយកទៅបង្ហាញនៅក្នុងweb browser ផងយើងតាមរយៈ React DOM បាទអញ្ចឹងកន្លែងនេះខ្ញុំដាក់មក from ហើយខ្ញុំធ្វើការដាក់ single quote មួយអញ្ចឹងកន្លែងនេះខ្ញុំ import ចេញពី React DOM អញ្ចឹងខ្ញុំដាក់មក React DOM flash client បាទអញ្ចឹងខ្ញុំប្រើ React DOM ដើម្បីធ្វើការបង្ហាញទិន្នន័យរបស់យើងតាមរយៈ root ហ្នឹងយកមកបង្ហាញនៅលើ browser ផងយើងខាងក្រៅបាទតោះអញ្ចឹងដើម្បីបង្ហាញមកបានយើងត្រូវធ្វើការចាប់ទៅលើ root នេះចាប់ root នេះ ID root នេះបាទអញ្ចឹងដើម្បីចាប់ ID root ហ្នឹងគឺខ្ញុំហៅទៅលើ create root ហ្នឹងមកបាទខ្ញុំដាក់មក create root បាទបើវងកញ្ចក់មកអញ្ចឹងដើម្បីធ្វើការចាប់ទិន្នន័យចេញពី index.html ចាប់តាមរយៈ ID គឺខ្ញុំប្រើ document get element by id បាទយើងយកទី2នេះមកបាទបើវងកញ្ចក់មកអញ្ចឹងខ្ញុំផាស id ចូលអញ្ចឹង id ដែលខ្ញុំចាប់មកគឺ root ដាក់ root ប៉ុណ្ណឹងមកបាទអញ្ចឹងយើងទៅសេប៉ុណ្នេះគឺយើងចាប់បានហើយចាប់id root នឹងមកបានហើយពេលចាប់បានហើយខ្ញុំនឹងបោះទិន្នន័យទៅកាន់ root នឹងវិញបាទតោះអញ្ចឹងដើម្បីបោះទៅគឺខ្ញុំប្រើ render អញ្ចឹងយើងដាក់ចុចមកហើយយើងដាក់មក render បាទខ្ញុំស៊ូមឲ្យធំអូខេយើងដាក់ render ប៉ុណ្ណឹងមកបាទហើយយើងបើកវងកញ្ចក់ enter មួយបាទអញ្ចឹងខាងក្នុងនេះគឺយើងអាចទៅសេកូដដែលយើងចង់ render ទៅហើយបាទអញ្ចឹងកន្លែងនេះអត់ខ្ញុំចង់ render ទៅគឺ h1 មួយខ្ញុំដាក់ h1 មួយហើយខ្ញុំដាក់ hello I am hello បាទ I am in main.jsx អូខេប៉ុណ្ណឹងមកតោះអញ្ចឹងយើងសាកមកមើលគឺយើងឃើញមក hello I'm in main.jsx អញ្ចឹងយើងទៅសេនៅក្នុង main ទេប៉ុន្តែហេតុអីបាន display មកខាងក្រៅនេះបានអញ្ចឹងយើង display មកខាងក្រៅនឹងបានគឺដោយសារតែនៅក្នុងនេះបាទយើងបានចាប់ id root ចេញពី index.html បាទអញ្ចឹងមានន័យថាដើម្បីធ្វើការបង្ហាញទិន្នន័យនៅក្នុង React ផងយើងគឺយើងទីមួយយើងត្រូវធ្វើការចាប់ទៅលើ root ផងយើងមកបាទពេលចាប់ root មកហើយគឺយើងអាចធ្វើការបោះតម្លៃអីផ្សេងឬក៏ return តម្លៃចូលទៅកាន់ root ផងយើងវិញអីចឹងទៅបាទអូខេអញ្ចឹងនៅក្នុងនេះខ្ញុំបង្ហាញប៉ុណ្ណឹងសិននៅវីដេអូក្រោយខ្ញុំបង្ហាញតកតងជាមួយនឹងការបង្កើតទៅលើ component វិញម្ដងអរគុណ